xe không? Tại ở đột xe thì có gì đấy. Chúng ta biết với thần chính phụ chuyện chỉ group trong bọn anh tiền bọn thầy châu group bàn bật hàng chà chà ok bọn chân ở tại tôi nâng cao vị thi vào nhớ ví dụ em vào nhớ bọn họ đọc bật click lên nữa chân nó bây để bọn thua cả bá cứ thời ca tại tôi từ nâng internet chân bữa sau chỉ bọn admin internet bạc bạc bàn này chà và tại bữa sau chỉ bọn ba khác tại internet lụ bàn thầm đà chà lụ bàn thầm đà ok chứ ở cái này cứ sai tên là data vào bọn thì chỉ được có tràn chẳng á bọn sân data vào bọn tràn menu lip vào bọn tràn cứ tiền mà hiện dùng tịch ai ta phải chỉ mua những tiền ấy để dùng nắng hết á bọn tràn ok chứ mình đồng bọn ca login máu cứ bọn đừng khơi chạy tôn từ nâng đồng thời bọn vì bị trôi username và password chứ xong bị chạy tích đấy mình nâng bọn ca vì chó cả này bọn trong flap đâu pizza không ca pra pra bọn ai ca select đâu một chạm đây bọn bom con trai bọn cái mình chính xong bật to tới tiết chứ bọn anh ca flap đâu pizza chứ chỉ default cứ vì bắt bọn nó cứ vì chặt đâu pizza không ai chứ bọn còn check lơ flag mùi máu cứ ca flap đâu chung bọn chạm chân username và password cứ bọn ai cho tôi tăng username password hoặc bọn bạn để bây để bọn cả chứ ở sầm mẹp này bọn nè để quạt can để username password bọn hoặc tôi đưa của bọn rồi sang để căn tôi để bọn username password chà để control bây giờគឺយើង recommend ឲ្យបងប្រើប្រាស់ដាច់ដោយឡែកពីគ្នាតាម user នីមួយៗចឹងអាចថា section ហ្នឹងក៏សូមបងភ្ជាប់ជាមួយទៅនឹងការបង្កើត username និង password នឹងដូចគ្នាដែរអូខេបងចាអញ្ចឹងនៅពេលដែលបងវាបញ្ចូលរួចរាល់គឺបងនឹងឃើញតកតងទៅនឹងទឹកប្រាក់ OpenSea របស់បងទឹកប្រាក់ OpenSea នេះគឺយើងកំណត់ពីផ្នែក back end មកជូនបងអ្នកដែលគាត់មានសិទ្ធិគឺគាត់អាចធ្វើការកំណត់ default ជូនបងអញ្ចឹងបងអាចចាប់អារម្មណ៍ format ដុល្លារហើយនឹងរៀលចាំមិនថាលុយដែលបងសម្រាប់ app OpenSea ដុល្លារ50លុយខ្មែរ20,000រៀលចាបងចាបងទុកសម្រាប់ app នេះបងអញ្ចឹងកន្លែងនេះជាទូទៅអាស្រ័យទៅលើខាងបងឯងតើបើកសិទ្ធឲ្យបងធ្វើការ edit អត់ចាជាទូទៅពីខាងខ្ញុំអត់ recommend ឲ្យបងបើកសិទ្ធទៅឲ្យ cashier គាត់ចេះតែធ្វើការ edit បានទេចាអញ្ចឹងបើសិនជាគាត់រាប់ឃើញជាក់ស្ដែងលុយនឹងឃើញអត់ត្រូវទេគឺគាត់អាចធ្វើការ memo កំណត់សម្គាល់នៅ line នេះបានថាខ្វះបានអញ្ចឹងទៅចាចឹងនៅពេលដែលបងរាប់សន្លឹករួចជាក់ស្ដែងខាងក្រៅត្រឹមត្រូវរួចរាល់ហើយបងអាច comment បានបើសិនជាមានបើអត់ទេអត់ comment ក៏អត់អីដែលជា option បន្ថែមទេចឹងចុចយល់ព្រមនៅពេលដែលបិទបញ្ជីអូខេចឹងអាចថាខ្ញុំសុំបងទៅមួយខ្ញុំមកត្រួសសិនហើយចាំយើងជជែកគ្នាវាជាសំណួរអីសិនចឹងណាបងអូខេបងបើខ្ញុំបង្ហាញលឿនពេកអីបងអាចកាត់ខ្ញុំវិញបានអូខេចាអញ្ចឹងនៅពេលដែលបង log in ចូលមកខ្ញុំឲ្យបងជួយធ្វើការកំណត់សម្គាល់ទៅលើចំណុចតូចៗនៅផ្នែកខាងក្រោមទី1គឺតកតងទៅនឹង cashier សំដៅទៅលើសិទ្ធិរបស់ cashier ដែលគាត់ធ្វើការ log in ជាអ្នកលក់ជា cashier លក់បន្ទាប់មកទីតាំងអញ្ចឹងបច្ចុប្បន្នគឺបងមានតែមួយទីតាំងទេយើងអត់ទាន់ធ្វើការ rename ឬក៏បែងចែកទៅតាមទីតាំង location ទេចាបន្ទាប់មក outlet នេះគឺសំដៅទៅលើទូគិតលុយរបស់បងអញ្ចឹងបច្ចុប្បន្នខាងយើងមួយទូយើងប្រើមួយ outlet អញ្ចឹងបើសិនជាករណីរបស់បងប្រើពីរទូយើងមាន outlet 01ឬក៏02 03ចឹងទៅតាមជាក់ស្ដែងបន្តមកទៀតតកតងទៅនឹង exchange rate នៅកន្លែងនេះក៏យើង set up ពីផ្នែក back end ដែរអញ្ចឹងបើសិនជាខាងបង follow ទៅខាងផ្នែកធនាគារជាតិ update exchange rate ជារៀងរាល់ថ្ងៃអញ្ចឹងអ្នកដែលគាត់កាន់ update exchange rate ហ្នឹងគឺគាត់ត្រូវតែធ្វើការ update មុន cashier គាត់បាត់លក់មានថាចាប៉ុន្តែបើសិនជាករណីមួយទៀតគាត់ភ្លេច update បងបើកវេនហើយបានគាត់ update ចុងក្រោយក៏បានដូចគ្នាដែរប៉ុន្តែបងត្រូវមកធ្វើការទាញតកតងទៅនឹងទិន្នន័យមួយសិនដើម្បីឲ្យចាប់ទិន្នន័យចុងក្រោយដែលក្រុមការងាររបស់បងគាត់បានធ្វើការ update យេបងចាអូខេបងចំណុចសំខាន់មួយទៀតគឺតកតងទៅនឹង time zone នៅឡើងនេះអញ្ចឹងបើសិនជាលើកុំព្យូទ័ររបស់បងមានបញ្ហាខុស time zone អញ្ចឹង report របស់បងនៅពេលដែលលក់ទៅវាបោះទៅផ្នែក back end គឺវាចាប់ report ខុសដូចគ្នាអញ្ចឹងខ្ញុំឧទាហរណ៍ថាថ្ងៃហ្នឹងថ្ងៃ25ខែ11 2025ប៉ុន្តែលើកុំព្យូទ័ររបស់បងខុស time zone ទៅថ្ងៃទី17ថ្ងៃទី27ឬក៏ថ្ងៃទី26អញ្ចឹង report នេះវាទៅបោះទៅផ្នែក back end ចាប់ថ្ងៃដែលនៅលើ POS របស់បងដូចគ្នាចាអញ្ចឹងបើសិនជាបងអាចឆែកផ្ទៀងផ្ទាត់បន្ថែមករណីជាវាមានបញ្ហាខុស time zone អីយើងអត់ដឹងអញ្ចឹងណាបងចាហើយមួយវិញទៀតកន្លែងសញ្ញា dot ពណ៌ស្វាយនេះបងអាចចាប់អារម្មណ៍បាននៅពេលដែលបងបើកទាំង POS ករណីដាច់អ៊ីនធឺណិត
បន្តពណ៌ស្វាយនេះវានឹងចេញពណ៌ក្រហមមានន័យថា PUF របស់យើងឥឡូវនេះកំពុងតែដាច់អ៊ីនធឺណិតចាអញ្ចឹងនៅពេលដែលមកវិញវានឹងលោតជាពណ៌ស្វាយនេះមកជូនបងវិញអូខេបងអញ្ចឹងនេះជាចំណុចតូចទេហើយសម្រាប់ខាងលើនេះវិញគឺទៅលើព័ត៌មាន membership របស់បងចាអញ្ចឹងឧទាហរណ៍ថាខ្ញុំជាកាតសមាជិករបស់បងមានជាកាតសមាជិកបងមានជាការហៅពីបងអាចធ្វើការ search កាតសមាជិកបានបន្ថែមអូខេអញ្ចឹងជាទូទៅករណីអតិថិជនទូទៅធម្មតាក៏អត់មានជាការសមាជិកទេគឺជា default គឺវាចាត់ general ចាអញ្ចឹងបើសិនជាករណីខ្ញុំជា member របស់បងខ្ញុំទៅទិញខ្ញុំប្រាប់បងថាឬក៏បងសួរគាត់ថាមានលេខសន្សំបន្ទុកឬក៏អត់អញ្ចឹងបើមានករណីគាត់ជាអតិថិជនចាស់គឺបងអាច search លេខគាត់ស្វែងរកបានបងអត់វាយ0ពីមុខទេណាបងលេខទូរស័ព្ទឬក៏បងវាយ3ខ្ទង់ក្រោយលេខទូរស័ព្ទខាងក្រោយគាត់ក៏បានដូចគ្នាដែរចាបងអញ្ចឹងខ្ញុំដាក់629លេខទូរស័ព្ទរបស់ខ្ញុំចាអញ្ចឹងបងសើចមកឲ្យតលេខស្តៀងគ្នានឹងធាក់ជូនបងតែម្ដងអូខេខ្ញុំយល់ព្រមបន្ទាប់ពីពេលដែលខ្ញុំជួយយល់ព្រមរួចរាល់ហើយបងអាចកំណត់សម្គាល់នៅឡើងនេះតាមបច្ចុប្បន្នណាអតិថិជននឹងគាត់ស្ថិតនៅក្នុង level មួយណាអញ្ចឹងខ្ញុំសំបន្ទុកឲ្យខ្ញុំចេញពី general ខ្ញុំសំឡើងទៅដល់ classic ហើយនេះគឺជាបន្ទុកដែលខ្ញុំកំពុងតែមានចាអញ្ចឹងបើសិនជាអតិថិជននឹងគាត់អត់តមានជាការសន្សំបន្ទុកឬក៏គាត់ស្ថិតនៅក្នុង level ណាមួយបងអាចឆែកផ្ទៀងផ្ទាត់នៅចំណុចនេះបានបន្ថែមអញ្ចឹងណាបងពេលខ្លះគាត់អាចនឹងសួរដែរបើគាត់អត់ប្រើ K-Store app គាត់អាចនឹងសួរដែរគាត់មានប៉ុន្មានបន្ទុកហើយគាត់នៅក្នុង level មួយណាអីចឹងណាបងអូខេសម្រាប់ setup នេះខាងបងអត់មានតម្រូវការប្រើប្រាស់ទេអញ្ចឹងខ្ញុំសូម detail បន្ថែមបន្តិចករណីអ្នកកាន់ភ្ញៀវឧទាហរណ៍បងឃើញនៅក្នុងហាងលក់ cosmetic ឬក៏លក់ accessory មានអ្នកកាន់អតិថិជនមួយនៅពេលដែលចូលទៅបានជា commission បន្ថែមយើងហៅថាជា setup ប៉ុន្តែខាងបងអត់មានទេអញ្ចឹងកន្លែងនេះបងអត់ខ្វល់ទេចាំបាច់ធ្វើការជ្រើសរើសអីទាំងអស់ចាបងអូខេបងអញ្ចឹងយើងចូលមកដល់តកតងទៅនឹងការគិតលុយរបស់យើងមកវិញជាទៅយើងបែងចែកទៅតាម category នៃតាមទំនិញរបស់បងនីមួយយើងមានកាហ្វេយើងមាន frappe យើងមាន matcha មាន tea ផ្សេងអញ្ចឹងបងចូលទៅគឺវានឹងចាប់ទៅតាម sub category នីមួយដែលយើងបានចង់ភ្ជាប់អញ្ចឹងខ្ញុំឧទាហរណ៍ថាអតិថិជនគាត់យកកាហ្វេអញ្ចឹងបងស្រាប់តែ select ទៅក្នុង category កាហ្វេគឺនឹងឃើញរាល់ឈ្មោះទំនិញទាំងអស់ណាបងចាបងអញ្ចឹងខ្ញុំសូមបញ្ជាក់ដែរដោយសារខាងបងមានដាក់ tab hot ឬក៏អាយអញ្ចឹងខ្ញុំយក tab ហ្នឹងគឺមកដាក់នៅខាงមុខដោយករណី Americano បងមាន hot ផងមានអាយផងអញ្ចឹងណាចាអញ្ចឹងដើម្បីងាយស្រួលចំណាំអូខេបងអញ្ចឹងឧទាហរណ៍ខ្ញុំយក hot Americano មួយទេបងអញ្ចឹងគឺបង select មកដល់គឺនឹងឃើញតកតងទៅនឹង sugar level ដែលខាងបងបានផ្សាយខ្ញុំខាងខ្ញុំធ្វើការរៀបចំយើងមាន no sweet last sweet normal ហើយនិង more sweet អូខេអញ្ចឹងខ្ញុំយក last sweet បន្ទាប់មកតើអតិថិជនរបស់បងនោះគាត់ចង់ extra salt ឬក៏ oatmeal គាត់ប្រើមួយណាចាអញ្ចឹងបើថាខ្ញុំចង់ extra salt បន្ទាប់មកទៀតខ្ញុំសូមឲ្យបងដាក់ទឹកកកក្រៅអញ្ចឹងខ្ញុំអាចចុចយក comment នេះបានចាឬក៏មួយទៀតបងត្រូវការ comment ផ្សេងខុសពីនឹងទៀតបងអត់ select យកក្នុងហ្នឹងឯងអញ្ចឹងបងអាចធ្វើការ comment បានភ្លាមនៅនឹងតែម្ដងចាកន្លែងហ្នឹងណាបងអូខេបងអញ្ចឹងបងអាចកំណត់សម្គាល់បានកន្លែងណាដែលមានសញ្ញាផ្កាយពណ៌ក្រហមនេះដាច់ខាតគឺ require បងត្រូវតែធ្វើការជ្រើសរើសអញ្ចឹងឧទាហរណ៍ថាខ្ញុំអត់មាន select score អញ្ចឹងនៅពេលដែលខ្ញុំចុចយល់ព្រមគឺយកអត់បានទេដោយសារតែត្រូវតែឲ្យបងធ្វើការសួរអតិថិជនតែគាត់យកកម្រិត score មកជាបងយកឧទាហរណ៍ខ្ញុំសុំ cancel មកវិញណាបងចុចមកខ្ញុំអត់ select អីទាំងអស់ខ្ញុំចុចយល់ព្រមអញ្ចឹងថ្ងៃនេះនឹង require ឲ្យបងធ្វើការសួរតទៅនឹង sugar level ទៅកាន់អតិថិជនបន្ថែមជៀសវាងយើងភ្លេចយើងអូខេអញ្ចឹងខ្ញុំ extra salt ខ្ញុំសុំដាក់ទឹកកកក្រៅជាបងអញ្ចឹងខ្ញុំយល់ព្រមអូខេអញ្ចឹងគឺបងនឹងឃើញតកតងទៅនឹងតម្លៃកាហ្វេបូកជាមួយទៅនឹង extra salt ផងបង 0.24 បន្ថែមទៀតណាបងតម្លៃ 1.59 បូក extra salt 0.24 $1.83 សរុបចុងក្រោយចាបងចាអញ្ចឹងនៅពេលដែលបង confirm order ជាមួយទៅនឹងអតិថិជនរួចរាល់អស់ហើយគឺបងអាចមកធ្វើការ payment បានគឺថាបញ្ចប់ការបង់ប្រាក់មួយគាត់ចាអញ្ចឹងមុននឹងខ្ញុំសុំ payment មួយសិនហើយនឹងហៅជូនបងផ្សេងទៀតអញ្ចឹងខ្ញុំសុំធ្វើការ payment មួយអូខេបងអញ្ចឹងបើសិនជាករណីអតិថិជនមួយហ្នឹងគាត់មានជា coupon និង pop up ជូនបងបន្ថែមដូច user membership របស់ខ្ញុំអញ្ចឹងគឺខ្ញុំមានកំប៉ុង$2ប៉ុន្តែបងអាចកំណត់សម្គាល់ថាតើតើខ្ញុំទិញអស់$5ទើបអាចចាយ coupon ហ្នឹងបានចាអញ្ចឹងមានបញ្ជាក់ជូនបងបន្ថែមទៀតអញ្ចឹងខ្ញុំអាចចុច cancel មកវិញហើយបងប្រាក់ធម្មតាចាបងអញ្
ចឹងខ្ញុំសុំបងប្រាក់មួយសិនណាបងអូខេអញ្ចឹងខ្ញុំទូអត់ជាខេស Chỗ mình creditទេ អូខេបងcredit នេះអាចថាសម្រាប់ delivery បងសម្រាប់ក្រុមហ៊ុនខាង delivery អូខេខ្ញុំបោះពុំមួយអូខេអញ្ចឹងការលក់របស់បងបញ្ចប់ហើយបងចុចបោះពុំពឹបចំណូលរបស់បងកើនឡើងការលក់កើតមាន print sticker បិទលើកែវកាត់ឡើងដូចគ្នាវាកែបាត់ចេញដូចគ្នាចាដូចតែបងប្រើប្រាស់ប្រចាំថ្ងៃដែរអញ្ចឹងណាបងចាអូខេបងអញ្ចឹងអាចថាមុននឹងទៅទៀតមុននឹង detail មុខងារតូចដែលមាននេះខ្ញុំសូម detail បងនៅកន្លែងនេះកន្លែងនេះគឺតកតងទៅនឹងការតាមដាននៅពេលដែលអតិថិជនគាត់មកធ្វើការ order បងឃើញមានពាក្យថា prepare អញ្ចឹងកន្លែងនេះគឺបងធ្វើការ track តាតំណែងដែលអតិថិជនគាត់បានមកធ្វើការ order ណាខាង Barista របស់បងគាត់បានចាប់ផ្ដើមចំអិនឬក៏ prepare នៅអញ្ចឹងខាង Barista គឺគាត់មាន app មួយទៀតតិចខ្ញុំនៅបង្ហាញបងយើងហៅថា easy machine ណាបងអញ្ចឹងគឺគាត់អាចចុចតាមបច្ចុប្បន្នគាត់កំពុងតែ prepare នៅអញ្ចឹងបើថាគាត់កំពុងតែចាប់ផ្ដើមគាត់បានធ្វើរួចរាល់ហើយកន្លែងនេះស្មើនឹង step ដែលបងបានធ្វើរួចរាល់ណាបងចាបន្ទាប់មកទៀតវានឹងធ្លាក់ចូលមក step មួយទៀតបងចូលមកដល់បងឃើញមានពាក្យផ្សេងខ្ញុំសូមចុចលើនឹងតិចបងឃើញមានពាក្យ pick អញ្ចឹងមានន័យថាបើសិនជាគាត់ prepare រួចរាល់ហើយអតិថិជនគាត់មកយកគឺគាត់អាចចុចពីថា pick បានមានថាអតិថិជននឹងបានមកយកការ order នឹងរួចរាល់ហើយចាអញ្ចឹង step ឡើងនេះអាចថាខាង Barista គាត់អ្នកប្រើច្រើនជាងបងជា cashier ចាអញ្ចឹងគ្រាន់តែយើងបង្ហាញដើម្បីឲ្យ cashier គាត់ដឹងដូចគ្នាដែរដើម្បីគាត់ទៅ follow up ខាង Barista ថា order លេខ1នេះបានធ្វើការ complete នៅបានធ្វើការរៀបចំឲ្យអតិថិជននៅអញ្ចឹងបងអូខេបងអញ្ចឹងខ្ញុំសូម back មកហៅmenu ផ្សេងបន្ថែមទៀតខ្ញុំយកជាប្រភេទ tea ខ្ញុំយក green tea latte អូខេខ្ញុំយក 50% ខ្ញុំ add on oatmeal ចឹងបងអញ្ចឹងខ្ញុំសូមបញ្ជាក់អតិថិជននេះជាអតិថិជនទូទៅដែលគាត់អត់មាន membership អញ្ចឹងកន្លែងនេះខ្ញុំអត់ចាំបាច់ធ្វើការជ្រើសរើសទេចាអូខេបងអញ្ចឹងខ្ញុំសូមហៅមួយទំនិញទៀតអូខេអញ្ចឹងយើងមានចំនួន2មុខទំនិញស្រាប់ទាំងអស់គឺអស់$3.90ចាអញ្ចឹងបើសិនជាករណីគាត់មានជា coupon នៅពេលដែលយើងរើសដោយករណី member របស់ខ្ញុំមុនហ្នឹងគឺវានឹងដកនៅកន្លែងនេះជាបងអញ្ចឹងមុននឹងទៅដល់ការ payment បន្ថែមទៀតខ្ញុំសូមបញ្ជាក់បងពី feature តូចដែលយើងមាននៅផ្នែកខាងក្រោមនេះខាងក្រោមនេះគឺតកតងទៅនឹងការបូកដក quantity អញ្ចឹងឧទាហរណ៍ថា strawberry moonlight គាត់យកល្បែស្ករដូចគ្នាអញ្ចឹងបងអាចបូក quantity បន្ថែមបានភ្លាមៗអញ្ចឹងវានឹងឡើង quantity ទាំងពីរប៉ុន្តែបើសិនជាករណីគាត់យកតំណែងនឹងដូចគ្នាតែកម្រិតស្ករផ្សេងគ្នាអញ្ចឹងបងត្រូវហៅតំណែងហ្នឹងមួយ item ផ្សេងទៀតចាបងអូខេបងអញ្ចឹងកលំបូកដកនេះគឺតែមួយទេមួយដកមួយបូកបន្ថែមចាសម្រាប់ភាគរយនេះគឺជាការ discount អញ្ចឹងការ discount របស់យើងបែងចែកចេញជា2ដូចដែលបងធ្លាប់ប្រើប្រាស់ដែរទេជា discount by item ឬក៏ discount លើវិក័យប័ត្រទាំងមូលចាបងអូខេអញ្ចឹងខ្ញុំយក discount by item ខ្ញុំសូម concern អញ្ចឹងឧទាហរណ៍ករណីនេះគាត់ទិញ2កែវយើង discount 10%ជា discount របស់យើងក៏មានទាំងពីរដែរជា amount ឬក៏ជា percentage អញ្ចឹងយកជា percentage ខ្ញុំយក 10% អញ្ចឹងតម្លៃចុងក្រោយគឺនៅសល់3.73 3កាក់អូខេសម្រាប់សញ្ញា quantity នេះគឺវាស្រដៀងទៅនឹងបូកដកនេះដែរគ្រាន់ថា quantity នេះបងចូលទៅកែចំនួនយកមកឧទាហរណ៍ថាបងចង់បាន10អតិថិជនទិញតំណែងដូចគ្នា10កែវអញ្ចឹងបងអត់ចង់បូកបន្ថែមម្ដងមួយបងកែចំនួនយកមកចាបងយកលេខ10ចេញមកអូខេសម្រាប់សញ្ញាខ្វែងនេះគឺ delete តកតងទៅនឹង item អញ្ចឹងឧទាហរណ៍ថាគាត់ order មកគាត់ឃើញច្រើនអញ្ចឹងគាត់សុំដកចេញមួយមុខណាចេញមុខវិញអញ្ចឹងបងអាចធ្វើការ select យក item ណាមួយហើយបងចុចសញ្ញាខ្វែងអញ្ចឹង system នឹងធ្វើការបញ្ជាក់ទៅកាន់បងបន្ថែមម្ដងទៀតខ្លាចថាពេលខ្លះបងប៉ះដៃអញ្ចឹងណាចាអញ្ចឹងខ្ញុំចុចយក pro តែអញ្ចឹងគឺនឹង delete អញ្ចឹងខ្ញុំសូមបញ្ជាក់ delete នេះគឺយើងអត់ទាន់បានធ្វើការបង់ប្រាក់ឬក៏ payment អីទេអូខេបងសម្រាប់សញ្ញានៅកន្លែងនេះគឺតកតងទៅនឹងការ edit topping ចុះឧទាហរណ៍ថាខ្ញុំយកស្ករ50បន្ទាប់ខ្ញុំដូរវិញថាខ្ញុំសុំយកស្ករ100ឬក៏ស្ករតិចជាងនឹងមកវិញអញ្ចឹងបងចុចសញ្ញា tray 3នេះបងទៅកែបងចុះថាខ្ញុំយកស្ករ100មកវិញខ្ញុំចុចយក pro អញ្ចឹងគឺនឹង update កម្រិតស្ករជូនបង
លើមុខងារតូចធំនេះមានជាសំណួរអីបន្ថែមទៀតទេបងអូខេចា៎ចឹងខ្ញុំសូមទៅបន្ថែមទៀតគឺចូលមកដល់តកតងទៅនឹងកន្លែងនេះគឺតកតងទៅនឹងការ edit price ការកែប្រែតម្លៃលក់បងអញ្ចឹងការកែប្រែតម្លៃនេះគឺអាស្រ័យទៅលើសិទ្ធិ user របស់បងដូចគ្នាដែរបើសិនជាបងមានសិទ្ធិបងចូលទៅកែបានប៉ុន្តែបើសិនជាបងអត់មានសិទ្ធិក្នុងការកែប្រែទេចូលទៅគឺនឹងតម្រូវឲ្យបងវា username និង password បន្ថែមចា៎អូខេចឹងខ្ញុំសូម cancel មកវិញឲ្យសញ្ញានៅកន្លែងនេះគឺតកតងទៅនឹងការកំណត់សម្គាល់អញ្ចឹងឧទាហរណ៍ថាមូលហេតុអីគេដែលបង discount 10% ឬក៏មានការកំណត់សម្គាល់ណាមួយដែលបងទុកជា internal ខាងក្នុងចឹងបងអាចធ្វើការ memo បានបន្ថែមទៀតទេបងអញ្ចឹង report នេះគឺចាប់ internal ខាងក្នុងយើងទេអត់បង្ហាញទៅកាន់អតិថិជនទេអូខេអញ្ចឹងមុខងារយើងមានចំនួនប៉ុណ្ណឹងអញ្ចឹងខ្ញុំសូមធ្វើការបង់ប្រាក់មួយទៀត payment ជាបងអញ្ចឹងកន្លែង payment នេះមុននេះខ្ញុំអត់បានធ្វើការ detail ទៅកាន់បងទេអញ្ចឹងខ្ញុំសូម detail ទៅបន្តិចកន្លែងនេះបងអាចចាប់អារម្មណ៍តកតងទៅនឹងប្រភេទ type បង select មកបងឃើញមាន single ហើយនិង mix payment method mix payment method គឺករណីអតិថិជនគាត់ទូទាត់មកកាន់បងពីវិធីសាស្ត្រផ្សេងគ្នាអូខេដោយសារខ្ញុំអត់បានធ្វើការរៀបចំអញ្ចឹងបច្ចុប្បន្នមានតែ Gcash ជូនបងណាបងកន្លែងនេះតាមពិតទៅគឺត្រូវមាន other bank ឬក៏ other payment method ឲ្យបងរើសប្រើប្រាស់ជាមួយទៅនឹង cash អូខេដោយសារខ្ញុំអត់បានបើកបន្ថែមអញ្ចឹងអាចសូជូនបងអូខេបងអញ្ចឹងឧទាហរណ៍ថាខ្ញុំ select ជា ABA អញ្ចឹងបងទទួលលុយពី ABA ពីអតិថិជនម៉ានឬក៏ AC ម៉ានបងវាចូលចំនួនប៉ុណ្ណឹងខ្ញុំសុំតិច$20ខ្ញុំទូទាត់តាម payment method ខាងលើ$10ហើយខាងក្រោមកន្លែងនេះគឺជាទឹកប្រាក់ដែលបងទទួលពីអតិថិជនជាក់ស្ដែងចាអញ្ចឹងខ្ញុំសូមដូរមក single មកវិញទឹកប្រាក់ដែលបងទទួលពីអតិថិជនជាក់ស្ដែងអញ្ចឹងឧទាហរណ៍គាត់ឲ្យមកកាន់ខ្ញុំជាលុយខ្មែរឧទាហរណ៍100000រៀលអូខេអញ្ចឹងមកនឹងឃើញទឹកប្រាក់ដែលបងត្រូវអាប់ជូនអតិថិជនវិញ14100អញ្ចឹងវាគុណទៅតាម exchange rate នេះដូចគ្នាទៅវិញណាបងចាចឹងបើសិនគាត់ឲ្យជាដុល្លារបងវាយជាដុល្លារទេគាត់ឲ្យមកកាន់ខ្ញុំ$25ចឹងបងនឹងឃើញទឹកប្រាក់ដែលបងត្រូវអាប់ជូនអតិថិជនវិញ$4ហើយនឹង2300តែឧទាហរណ៍យើងអត់មាន$1អញ្ចឹងបងទូទាត់លុយខ្មែរទាំងអស់បងដាក់ឡើងនេះសូនវានឹងកណនីជូនបងបន្ថែមបងហើយសម្រាប់តកតងទៅនឹង referral note នៅឡើងនេះគឺអាស្រ័យទៅលើខាងបងដាក់ឧទាហរណ៍ថាពេលខ្លះគាត់ឲ្យក្រដាស់ប្រាក់មកកាន់បងចង់ note លេខលុយរបស់គាត់ដើម្បីករណីមានបញ្ហាអីយើងអាចតាក់ទងទៅកាន់គាត់បានឬក៏លេខទូរស័ព្ទរបស់គាត់អីបន្ថែមយេបងចឹងគាត់តែជា option ជូនបងបន្ថែមទេចឹងបងបញ្ចូលបងមានទាំងអស់នឹងរួចរាល់ហើយបងអាចធ្វើការបោះពុម្ពបានចឹងខ្ញុំសូមបញ្ជាក់តិចដែរការបោះពុម្ពរបស់យើងនៅកន្លែងនេះបងឃើញមានពាក្យថា digital print 1 និង print 2សម្រាប់ digital ករណីបងមានប្រើ K-Store app ជាមួយទៅនឹងខាងខ្ញុំអញ្ចឹងទៀតបាទខ្ញុំសូវជូនបងអញ្ចឹងណានៅពេលដែលយើងយក digital invoice ទៅគឺនឹងលើ QR screen ទី2សម្រាប់ cashier ទូខាងមុខក៏បងអញ្ចឹងគាត់ scan QR ហ្នឹងទៅគឺគាត់អាចយក invoice ហ្នឹងជា PDF បានចាអញ្ចឹងអត់ចាំបាច់ print ទៅកាន់គាត់ខាងក្រៅនេះប៉ុន្តែការលក់របស់យើងគឺបានបញ្ចប់ដូចគ្នាដែរចាសម្រាប់បោះពុម្ពមួយនៅកន្លែងនេះអាចថាជា option ទេបោះពុម្ព1បោះពុម្ព2ឧទាហរណ៍ថាបោះពុម្ព1បងចង់ឲ្យចេញ2សន្លឹកបោះពុម្ព2ចង់ឲ្យចេញ3សន្លឹកឬក៏ចេញតាម1សន្លឹកឬក៏អត់ចេញសោះអញ្ចឹងណាចានេះគឺជាលក្ខខណ្ឌ config បន្ថែមទេយេអូខេខ្ញុំសុំ payment មួយទៀតអូខេបងមានជាសំណួរអីបន្ថែមទៀតទេបងចាអញ្ចឹងកន្លែងនេះនៅពេលដែលយើងធ្វើការ prepare មួយគឺនឹង load មួយជូនផ្ទាំង cashier ដូចគ្នាផងដែរស៊ូគាត់ហើយឥឡូវដោយសារតែ feature របស់យើងតកតងទៅនឹងការលក់ទូទៅធម្មតានេះដូចជាអត់ទាន់មានអីទៀតទេអញ្ចឹងបងមានជាសំណួរអីបងអាចលើកសិនបានដោយសារយើងត្រូវទៅ step ទី2គឺលើការ scan QR ម្ដងអញ្ចឹងណាបង
កន្លែងនេះបើបងអត់ចូលឆែកទេបងអត់ចូលទៅធ្វើការ complete ទេគឺវានៅ pending នឹងច្រើនចាអញ្ចឹងពីខាងយើងគឺបងត្រូវតែធ្វើការ complete ដោយសារគេយើងតាមដានទៅលើការចំអិនរបស់ barista របស់យើងដែរប៉ុន្តែបើសិនជាគាត់ខ្លួនឯងឧទាហរណ៍ថាខ្ញុំជា barista របស់បងខ្ញុំមាន app AC Machine ណាខ្ញុំចូលទៅ complete ទាំងអស់ហ្នឹងមានន័យថាបងគាត់ complete ហើយបងចូលទៅគឺអត់ឃើញអីតែម្ដងចាអញ្ចឹងកន្លែងនេះគឺយើងដាក់ការពារដើម្បីឲ្យ cashier គាត់ឃើញផងឲ្យ barista គឺគាត់ឃើញដូចគ្នាផងដែរដើម្បីស្រួលបង follow up ទៅកាន់គាត់បន្ថែមអញ្ចឹងណាបងចាអញ្ចឹងពេលខ្លះអូខេបងអញ្ចឹងឧទាហរណ៍ថា barista គឺគាត់អត់បានចុចទេប៉ុន្តែនៅពេលដែលបង follow up ទៅសួរគាត់ថាមិនអតិថិជនមួយនឹងបានធ្វើឲ្យគាត់ហើយនៅអញ្ចឹងបើសិនគាត់ថាហើយបងអាចចូលមកធ្វើការ complete បានយ៉ាងអញ្ចឹងបងចូលនេះគឺចូលទៅតាមលំដាប់លំដោយបងឧទាហរណ៍បងខាងគាត់ធ្វើហើយបងចុចពាក្យថា prepare ប៉ុន្តែបើសិនជាមួយទៀតគាត់ធ្វើហើយហើយគាត់បានប្រាប់បងឯងចាអតិថិជនមកយកហើយទៀតអញ្ចឹងនៅកន្លែងនេះបងអាចចុចមកពាក្យខាងក្រោយនេះហើយបងដូរ status បងដូរពី prepare បងមកយកពាក្យថា all ហើយបងចុចប៊ូតុង search មកអញ្ចឹងបងចុចពាក្យថា pick តែម្ដងមានថាគាត់បានមកយកហើយទៅលើការ order មួយហ្នឹងអញ្ចឹង notification ហ្នឹងគឺវានឹងបាត់តែម្ដងចាបងចាអញ្ចឹងយើងធ្វើបែបហ្នឹងដើម្បីធ្វើការតាមដានទៅលើ performance ឬក៏ការ track ទៅលើ order អតិថិជនណាបងចាបងហើយមួយទៀតបើសិនជាគាត់កំឡុងឲ្យគាត់ឈរចាំនៅហ្នឹងអត់អីទេប៉ុន្តែដូច flow របស់បងនៅ EON បើសិនជាខ្ញុំ scan ទៅលើ QR នេះនឹងមាន notification ដល់ឲ្យគាត់ដឹងលើទូរស័ព្ទដៃរបស់គាត់តែម្ដងអញ្ចឹងគឺគាត់អាចដើរទៅយកបានចាបងអញ្ចឹងអាចថា step បន្តិចទៀតខ្ញុំនឹងបង្ហាញបងបន្ថែមចាមានអីបន្ថែមទៀតទេបងចាសម្រាប់ពេលដែលយើង order យើងមានកន្លែង comment memo ចាបងជួយកន្លែង remark ដូចថាតកកណាចាបងគាត់គាត់ថាគាត់ចុះតកកប៉ុន្តែកន្លែងនេះ remark ទៅទៅremark ទៅ barista ទៅនិយាយទៅពីរហ្នឹងមួយគ្នាបងបងមានចិត្តខាងណាបងនិយាយពីបងចេញលើ label ហើយចេញលើ memo នៅក្នុង app របស់យើងដូចគ្នាផងដែរចឹងដល់នេះប្រើ cashier មួយសម្រាប់ barista មួយជីបង printer របស់បងយកទៅហ្នឹងគឺមានពីរយើងក៏មួយសម្រាប់ receipt មួយទៀត label ទៅ yes ប៉ុន្តែពេលដែល cashier គាត់ order ទៅមក barista គាត់ធ្វើអញ្ចឹងគាត់មើល remark តាម label តាម label ហ្នឹងក៏ចេញលើ app នេះក៏ចេញដែរយេយក two way ចេញបែបតែអូខេអញ្ចឹងខ្ញុំសុំយកមួយអូខេបងអញ្ចឹងឲ្យតែតទៅនឹង menu របស់យើងមួយចំនួនអាចនឹងខ្វះរូបភាពអញ្ចឹងដោយសារយើងបាន upload ចូល K Store រួចរាល់ហើយប៉ុន្តែជា private project ទេអញ្ចឹងខ្ញុំ share project នឹងជូនបងអាចទៅធ្វើការ review បានបន្ថែមយេបងជីបងដោយសារតែ screen ខ្ញុំទី1រូបភាពរបស់យើងនៅសល់ space ទី2គឺ screen របស់ខ្ញុំហ្នឹងគឺជា screen សម្រាប់ laptop មិន screen POS ទេអញ្ចឹងបើ screen POS size រៀងធំជាងនឹងយ៉ាងនេះ screen និយាយចាស់នេះបែរទៅពិសារូបភាពនេះគឺខ្ញុំយកពី default របស់បងទៅ upload ហ្មងពីខាងខ្ញុំគឺបើសិនជាបងចង់ធ្វើការផ្លាស់ប្ដូរដោយសារតែបងដូចជាចប់ background ខាងរៀងច្រើនណាបងចឹងបងអាចក្រប background ខាងហ្នឹងឲ្យវានៅសល់តិចរូបភាពហ្នឹងវាអាចនឹងរីកគឺដូច background ជាក់ស្ដែងតែនេះគឺខ្ញុំតាមហ្នឹងអានេះចាំមើលអានេះវាស្ទែនចាំមើលបែបនេះបាទវាឃើញសារទូទូធំមានអីបន្ថែមទៀតអត់បងអូខេអញ្ចឹងខ្ញុំសុំឲ្យទៅធំនឹងសិនឥឡូវយកដំណាក់កាលត្រូវឈប់អីបងតោះ stop អីមួយសិនអូខេខ្ញុំយកជីកខេដល់ដែរអូខេខ្ញុំសុំ consent មួយសិនអូខេបងអញ្ចឹងខ្ញុំចូលមកដល់ step ទី2របស់យើងគឺទៅលើអញ្ចឹងសម្រាប់ user តែគាត់ scan គឺគាត់ចូលមកកន្លែងប៊ូតុង track 4នៅ line នេះបង
បតង់នៅកណ្ដាលហ្នឹងគឺជាការ scan QR អញ្ចឹងគាត់គ្រាន់តែបើកមកគាត់អាចធ្វើការ scan ទាក់ទងទៅនឹង membership លេខការថតបងបានអញ្ចឹងបងអាចតែធ្វើការ scan បានចាអញ្ចឹងនៅពេលដែលគាត់ scan មកដល់គឺគាត់នឹងឃើញទាក់ទងទៅនឹង menu របស់បងមកទាំងអស់ហើយក៏យើងអាច list ទៅតាម category ដែលយើងបានធ្វើការ set up ដូចលើផ្នែក POS ដូចគ្នាផងដែរចាអញ្ចឹងខ្ញុំទៅចូលទៅធ្វើការកម្មងខ្ញុំកម្មងមួយឆាមួយសិនសុំតិចអូខេខ្ញុំកម្មង green tea latte អញ្ចឹងកន្លែងនេះគឺនឹងបង្ហាញមកតទៅទៅនឹងកម្រិត score ឬក៏ extra salt អីផ្សេងៗដោយផ្នែក back end ដូចគ្នាផងដែរអញ្ចឹងខ្ញុំយក score 50ហើយខ្ញុំសុំដាក់ទៅកក់ក្រៅហើយខ្ញុំ add to cart រួចរាល់គឺបងអាចធ្វើការ check out បាន check out ស្មើនឹងយើងធ្វើការ submit order ណាបងចាអញ្ចឹងខ្ញុំ check out ហើយខ្ញុំធ្វើការ submit order អញ្ចឹងនៅពេលដែលអតិថិជនគាត់ធ្វើការ submit order គឺមានជម្រើសចុះដូចខ្ញុំអញ្ចឹងខ្ញុំមាន e-wallet ខ្ញុំបាន top up ចូលទៅក្នុង store របស់បងអញ្ចឹងគឺខ្ញុំអាចចាយជាមួយទៅនឹង e-wallet ខ្ញុំបានឬក៏មួយទៀតខ្ញុំអត់មាន e-wallet ទេខ្ញុំចាយជាមួយទៅនឹង KHQR គឺអាចចាយបានដូចគ្នាអូខេបងអញ្ចឹងអាចថាកន្លែងនេះអាចនឹងមាន cashier អតិថិជនគាត់សួរទៅកាន់ cashier ចាអញ្ចឹងខ្ញុំកាត់កុងជាមួយទៅនឹង e-wallet របស់ខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំកាត់កងធ្វើការ order រួចរាល់គឺខ្ញុំនឹងបានតាក់ទងទៅនឹងលេខរងចាំមួយដែលបងឃើញនេះហើយនឹងមាន message បញ្ជាក់ថាយើងបានធ្វើការ order success រួចរាល់ហើយចាបងអញ្ចឹងគឺបងឃើញលេខរងចាំរបស់ខ្ញុំលេខ5អញ្ចឹងនៅពេលដែលគាត់ចុច submit order នឹងរួចរាល់ដូចគ្នាក៏ធ្វើការបោះ data ហ្នឹងមានថា print ទៅកាន់ barista ដូចគ្នាផងដែរហើយលើផ្នែក POS របស់យើងបងចូលមកកន្លែងនេះក៏ឃើញថាមានអតិថិជនគាត់ធ្វើការកម្មងមួយដូចគ្នាផងដែរចា notification ណាបងហើយសម្រាប់ barista មកវិញគឺគាត់កាន់ទៅលើ app មួយនេះបង app easy machine របស់យើងណាគាត់ចូលមកដល់គឺនឹងឃើញថាមានអតិថិជនគាត់ធ្វើការកម្មង green tea latte score 50ចឹងបើសិនជាគាត់ចាប់ផ្ដើមធ្វើការ prepare ហើយគឺគាត់អាចចុចលើនឹងបានអញ្ចឹងឧទាហរណ៍ថាខ្ញុំសូមបើក screen នេះមកវិញអូខេបងអញ្ចឹងឧទាហរណ៍ថាខ្ញុំចាប់ផ្ដើមចុច prepare ខ្ញុំជា barista ខ្ញុំចុច prepare ពឹបអញ្ចឹងលើ case store របស់ខ្ញុំគឺនឹងមាន load notification មួយជូនបងដូចគ្នាថាខ្ញុំបាន prepare រួចរាល់ហើយឧទាហរណ៍ថាខ្ញុំអង្គុយនៅក្នុងតុនៅខាងមុខអញ្ចឹងនឹងមាន message ហ្នឹងអញ្ចឹងខ្ញុំអាចដើរទៅយកបានខ្ញុំអាចដើរទៅយក drink នឹងបានចាបងចាមិនហ្នឹងគឺ load notification មកជូនបងអញ្ចឹងឧទាហរណ៍ថាខ្ញុំអត់ទាន់ទៅយកអញ្ចឹង notification ហ្នឹងនឹង alert ទៅកាន់អតិថិជនម្ដងទៀតចាបើសិនឧទាហរណ៍ថាខ្ញុំចុចឲ្យ prepare ED prepare រួចរាល់ហើយក៏អត់ទាន់មកយកគឺនឹងមាន notification ធ្លាក់ទៅជូនអតិថិជននៅមួយសារទៀតចាបងជាឧទាហរណ៍ខ្ញុំដើរទៅយកហើយអញ្ចឹងបងដែលជាផ្នែក barista បងអាចចាប់អារម្មណ៍នៅកន្លែងនេះហ៎បងលើផ្ទាំង POS ហើយនឹងទៅលើផ្នែក barista ដែលគាត់កាន់ app easy machine អញ្ចឹងនៅពេលដែលគាត់មកយកអតិថិជនមកយកគាត់គ្រាន់ចុចពាក្យថា click មានថាការចំអិនរបស់គាត់ហ្នឹងគឺបានបញ្ចប់ហើយអញ្ចឹងបងឃើញលើ case store អតិថិជនក៏មានបោះ message ទៅកាន់បងបន្ថែមដែរថា order របស់យើងបានធ្វើការ complete រួចរាល់បាន pick up រួចរាល់ចាអញ្ចឹងលើ post របស់យើងក៏បាត់ notification នឹងដូចគ្នាដែរចាបងអញ្ចឹងអាចថាចំណុចនេះដែលវា load លើផ្ទាំង cashier ផងនិងលើ app នេះផងដើម្បីឲ្យបងងាយស្រួលក្នុងការ follow up ឬក៏ check ផ្ទាំងផ្ទាត់ជាមួយនឹងគ្នាបានតែថាពេលខ្លះខាង barista គាត់អត់បានមើល app ចឹងទៅអតិថិជន order មកអត់ដឹងឬក៏អីចឹងណាអូសុំតិចពេលវា remark ឬក៏ជាក់ថាបាន scan ពី Play Store ហ្នឹងឬក៏ថាឥឡូវខ្ញុំ cashier 2នាក់ទៅពេលចឹងគាត់ភ្លេចខ្លួនទៅពេលគាត់មើលថាមានមួយទៅទឹកអញ្ចឹងបើជំនាញម្នាក់ទៀតក៏អត់ដឹងថាមិនorder តាមរយៈអីគេអូខេបងចាអូខេបងអញ្ចឹងអ្នកតងទៅនឹងចំណុចនេះគឺខ្ញុំសុំតិចសិនអូចាអានេះរបស់ដាក់នេះមកបច្ចុប្បន្ននៅ set up បងតែរីកដល់ដោយសារយើងត្រូវតេស្តទម្រង់ print ជូនបងយេបងអូខេសុំចូលមកបញ្យល់តិចយើងកាត់
សម្រាប់បច្ចុប្បន្នលើផ្នែក POS គឺយើងអត់មានជាការបង្ហាញតែ report គឺបង្ហាញជូនបងថាអតិថិជនគាត់ធ្វើការ pick up ឬក៏ធ្វើការ order មានចំនួនប៉ុន្មានហើយអតិថិជនដែលគាត់ទិញផ្ទាល់តាមរយៈ cashier ហ្នឹងមានចំនួនប៉ុន្មានគឺសូនៅក្នុង report បងចា៎បង connect ភ្ជាប់ហើយណែបងជួយ create account សិនណាបងចា៎ចឹងកន្លែងនេះជាទូទៅគឺយើងនឹងដាក់ជា web ជាមួយនឹងបងមួយទៀតបងប្រើជាជាមួយទៅនឹង case store ក៏បានជា web ក៏បាន submit order បងអាចយក KHQR ខ្ញុំមាន AVA simulator scan ជូនបងបានអូខេបងអញ្ចឹងអាចថាចាំនៅពេលដែលខាងខ្ញុំទៅឡើងរួចរាល់បងទីយក hardware មកបងអាចតេស្ត scan QR នឹងបានបន្ថែមទៀតណាបងអញ្ចឹង QR នឹងខ្ញុំនឹងអាចថាមានជាការ update អីនឹងផ្ញើជូនបងបន្ថែមអញ្ចឹងខ្ញុំសុំចូលទៅលើ Case Store App នេះគឺជាសពរបស់បងហាងរបស់បងដែលនៅក្នុង Case Store App អញ្ចឹងព័ត៌មាននេះអត់ទាន់ complete 100% ណាបងតាក់ទងទៅនឹងrevert ដោយសារតែយើងមាន revert ខ្ញុំត្រូវមានចំណុចមួយចំនួន check ជាមួយនឹងបងប៉ុន្តែសុំក្នុងចុងសប្តាហ៍ហ្នឹងព្រោះនៅក្នុងថ្ងៃហ្នឹងគឺអត់ទាន់ទេបងចា៎អូខេបងអញ្ចឹងបងអាចfollow មកអញ្ចឹងដោយសារតែខ្ញុំជាអតិថិជនដែលទិញខាងបងហើយអញ្ចឹងបច្ចុប្បន្នខ្ញុំនៅក្នុង level classic អញ្ចឹងជាទូទៅសម្រាប់អតិថិជនធម្មតានៅពេលដែលគាត់ចូលមកគឺគាត់ចូលមក general សិនលុះត្រាតែគាត់ទិញរបស់បងអំ$7តាម condition ដែលបងផ្ញើមកណាបងបានគាត់ឡើងទៅ level classic អញ្ចឹងបងនឹងឃើញតាក់ទងទៅនឹងបន្ទុកអញ្ចឹងអាចនឹងមានអតិថិជនគាត់សួរទៅកាន់ cashier ដូចគ្នាដែរសុំតិចហើយឃើញតាក់ទងទៅនឹង coupon ដោយសារតែខ្ញុំបានធ្វើការយកបន្ទុករបស់ខ្ញុំដូរយក coupon មួយអូខេអញ្ចឹងគាត់អាចចុចមកគឺនឹងឃើញតាក់ទងទៅនឹងព័ត៌មាន coupon របស់គាត់បានបន្ថែមទៀតអញ្ចឹងវិធីសាស្ត្រក្នុងការ set up coupon ឬក៏ដាក់ condition អីផ្សេងខ្ញុំនឹងជជែកជាមួយនឹងបងបន្ថែមទៀតអញ្ចឹងនៅក្នុងថ្ងៃហ្នឹងគឺអត់តាន់ទេអញ្ចឹង condition នេះគឺខ្ញុំដាក់គ្រាន់តែដាក់ជា sample ជូនបងសិនទេបងអាច edit ឬកែសម្រួលបានបន្ថែមទៀតចា៎អូខេអញ្ចឹងខ្ញុំសូមបិទមកវិញយើងមាន report តាក់ទងទៅនឹង coupon expire coupon ដែលបានធ្វើការប្រើប្រាស់ហើយនឹង coupon ទាំងអស់បងអាចធ្វើការ view បានអូខេបងហើយក្រៅពីនេះក្រៅពី coupon គឺបងនឹងឃើញតាក់ទងទៅនឹង e-wallet អញ្ចឹង e-wallet របស់យើងគឺតាក់ទងទៅនឹងការ top up អញ្ចឹងដោយសារតែខ្ញុំបានធ្វើការ top up testing អញ្ចឹង
ចឹងករណីអតិថិជនគាត់ចង់ធ្វើការ top up គាត់ចុចពាក្យថា top up នេះគឺជា option ដែលគាត់អាចធ្វើការ top up បានគាត់ top up $5 ទទួលបាន2បន្ទុកគាត់ top up ចំនួន$10ទទួលបាន4បន្ទុក$20ទទួលបាន8បន្ទុកចឹង 40% ចា៎ចឹងបើសិនជាករណីគាត់ចង់ top up គាត់គ្រាន់ចុចទៅលើចំនួនទឹកប្រាក់ណាមួយដែលគាត់ចង់ធ្វើការ top up គាត់ចុច confirm ចឹងគឺវានឹង link ទៅដល់AVA KHQR ចា៎អូខេអញ្ចឹងខ្ញុំសូម top up មួយ KHQR ខ្ញុំមួយសិនថប់អញ្ចឹងដល់នៅក្នុង EON មិនវិញប៉ុន្តែនេះវានៅដល់ live ទេមែនចាបងនៅដល់ live សិនទេអញ្ចឹងអាចថាជាការសូមមកវិញអញ្ចឹងជាមួយទៅនឹង EON អាចនឹងcheck បន្ថែមតិចទៀតដែរបងលើ condition ហ្នឹងអញ្ចឹងណាបងចាមាននិយាយបងចាអញ្ចឹងអាចនឹងភ្ជាប់បន្ថែមមកវិញអញ្ចឹងកន្លែងនេះអាចនឹង check គ្នាបន្តទៀតអូខេអញ្ចឹងខ្ញុំ top up រួចរាល់អូខេបងអញ្ចឹងគឺបងនឹងឃើញ balance ផបបងដែលខ្ញុំបានធ្វើការ top up មុនហ្នឹងគឺឡើង$20បន្ថែមទៀតអូខេបងអញ្ចឹងខាងក្រោមនេះគឺតកតងទៅនឹង reward ដែលអតិថិជនគាត់អាចធ្វើការផ្លាស់ប្ដូរបានអញ្ចឹងដូចជាខ្ញុំចង់ដូរយកកប៉ុង$2ខ្ញុំត្រូវមានបន្ទុកចំនួន5បន្ទុកសិន5 point សិនបាទខ្ញុំអាចធ្វើការដូរបានអញ្ចឹងខ្ញុំអាចធ្វើការ exchange ភ្លាមបានលើនឹងតែម្ដងអញ្ចឹងណាបងអញ្ចឹងអាចនឹងមានអតិថិជនគាត់សួរទៅកាន់ cashier ដែរគាត់ចង់ដូរយកកប៉ុងដូរយកដបទឹកឬក៏ដូរយក drink អីផ្សេងអញ្ចឹងមកគាត់ចុច confirm មកបើសិនជាបន្ទុកគាត់មានគ្រប់គឺអាចកាត់កងបានអូខេអញ្ចឹងនឹងមានសារឡើងទៅកាន់អតិថិជននៅពេលដែលគាត់ចុចដូរចឹងនៅពេលដែលខ្ញុំចុចដូររួចគឺបងនឹងឃើញកប៉ុនរបស់ខ្ញុំមុននឹងមានមួយឥឡូវឡើងមួយទៀតបាន2ចាបងហើយមួយវិញទៀតផងដែរតកតងទៅនឹងការ exchange យក drink មកវិញណាបងដោយសារតែបងមាន drink តកតងទៅនឹង site ប៉ុន្តែពីខាងយើងគឺយើងត្រូវការឈ្មោះទំនិញច្បាស់លាស់មានថាតើ drink site ហ្នឹងបងឲ្យបេះទៅតាមឈ្មោះទំនិញមួយណាខ្លះអូខេអញ្ចឹងគឺយើងត្រូវការច្បាស់ចា specific drink តែម្ដងបងចឹងកែវទឹកនេះគឺជារូបភាព example ទេតែខ្ញុំយកមកដាក់បង្ហាញជូនបងអូខេបងចឹងក្រៅពីហ្នឹងគឺយើងមានតកតងទៅនឹង history ដែលបងបានទិញចូលបន្ថែមទៀតមានតកតងទៅនឹង location បច្ចុប្បន្នបងមានទីតាំងណាខ្លះចឹងបច្ចុប្បន្នគឺខាងខ្ញុំ upload រូបភាពនេះជូនបងទេចឹងបើសិនជាបងមានជាការផ្លាស់ប្ដូររូបភាពបងអាចផ្ញើជូនខ្ញុំថ្មីបានហើយចំណុចមួយសំខាន់ទៀតបងអាចជួយ note បន្ថែមតិចដែរគឺតកតងទៅនឹង information ខាងបងចាដូចជា Facebook page Telegram channel ឬក៏ TikTok អីផ្សេងអញ្ចឹងបច្ចុប្បន្នគឺខាងខ្ញុំដាក់ default ទៅកាន់បាទ Facebook page ខាងខ្ញុំសិនទេអញ្ចឹងទៅពេលដែលអតិថិជនគាត់ចង់ដឹងគាត់គ្រាន់ចុចចូលទៅគឺនឹង link ទៅដល់ Facebook page ឬក៏អីផ្សេងខាងបងចាបងអញ្ចឹងជា information បន្ថែមណាបងបាទអូខេនេះជា app ផងបងខ្ញុំនឹង share link នឹងទៅជូនបងផ្ទាល់អញ្ចឹងករណីបងអាចទៅ review មើលបន្ថែមមានជាសំណួរឬក៏ចំណុចណាដែលត្រូវ fix យើងអាច fix ជាមួយគ្នាបានបន្ថែមទៀតបងអូខេអញ្ចឹងលើ app ខ្ញុំមានតែប៉ុណ្្នេះទេបងស្អីមានជាសំណួរអីបន្ថែមបងដោយសារមុននឹងបង order អត់បានឥឡូវបងអាចសាកចុច order ពីទូរស័ព្ទដៃរបស់ខ្ញុំបានណាបងអាចតេស្តបងអត់thấyបងអាចតេស្តបានដោះបងក៏បានដែរបងដោះខ្សែអញ្ចឹងគេបងអញ្ចឹងលើការលក់អីផ្សេងបងអត់មានជាសំណួរអីបន្ថែមណាបងអូខេបងអញ្ចឹងខ្ញុំសុំចូលទៅចាបងចាអូខេអញ្ចឹងខ្ញុំសុំចូលទៅមុខងារផ្សេងបន្ថែមទៀតខ្ញុំសុំលក់ឲ្យបានច្រើនតិចសិនដើម្បីបង្ហាញបងអូខេបងនៅកន្លែងនេះបងឃើញមានមុខងារផ្សេងទៀតនៅក្នុងមុខងារ order បងចូលមកកន្លែង order នៅនេះបងឃើញមានពាក្យថា delete receipt delete នេះខ្ញុំសូមបញ្ជាក់តិចគឺ delete មុនពេលដែលបងធ្វើការទទួល payment ពីអតិថិជនចូលដល់អតិថិជននឹងគាត់មកគាត់ថែម3 4 5មុខបន្ទាប់មកយើងនិយាយគិតលុយគាត់ថាគាត់សុំអត់យកវិញសុំ cancel
ចាអញ្ចឹងយើងហៅមកហើយចាំបងចូលមកក្នុងមុខងារ order ហើយធ្វើការ delete ចេញសូមបញ្ជាក់ delete មុនពេលដែលយើងធ្វើការលក់ចេញចាបងអញ្ចឹងបងគាត់ចុចពាក្យថា delete ចាបងចាបន្ទាប់មកទៀតបងឃើញមានពាក្យថា hold receipt hold receipt ហ្នឹងអាចថាករណីឧទាហរណ៍វាស្តៀងគ្នាដែរខ្ញុំទៅ order ហើយខ្ញុំត្រូវបង់ប្រាក់ប៉ុន្តែខ្ញុំឡើងទៅនិយាយទូរស័ព្ទសិនអត់ទាន់មក payment ទេតែបងមានអតិថិជនផ្សេងទៀតដែលត្រូវមកធ្វើការ order អញ្ចឹងបងអាច hold receipt គាត់បាន hold receipt អញ្ចឹងបងអាចដាក់លេខចំណាំបានអតិថិជនមួយហ្នឹងបងតំណាងឲ្យលេខប៉ុន្មានចាអាស្រ័យទៅលើខាងបងអ្នកចំណាំផ្ទាល់ខ្លួនទេអាស្រ័យទៅលើ cashier អញ្ចឹងដាក់លេខ1ចុចយល់ព្រមអូខេអញ្ចឹងនឹង high នឹង hold បានហើយអញ្ចឹងករណីបងចង់បាន receipt ដែលបង hold នឹងមកវិញបងចូលមកពាក្យថា continue receipt បងពាក្យថា continue ហើយបងនឹងឃើញលេខវិក័យប័ណ្ណដែលបងបាន hold លេខដែលចំណាំនេះបងចាអញ្ចឹងបងអាចរើសបានបន្ថែមបើសិនជាមាន1ឬក៏2វិក័យប័ណ្ណតែបងចាំបងជួយយល់ព្រមមកនឹងឃើញទំនិញហ្នឹងមកវិញអូខេបងមួយវិញទៀតដែរគឺតកតងទៅនឹង membership membership របស់យើងគឺដូចទៅនឹងខាងលើនេះដែរទេគ្រាន់ថាការចូលគឺមានពីរវិធីសាស្ត្រផ្សេងគ្នាបងអាច select នៅកន្លែង general នេះចូលក៏បានឬក៏មួយទៀតបងចូលមកក្នុងមុខងារ order ហើយធ្វើការចុចការពាក្យ membership ក៏បានដែរពីរហ្នឹងគឺតែមួយតែគ្រាន់តែវិធីសាស្ត្រចូលគឺពីរផ្សេងគ្នាចាបងចាដើម្បីស្វែងរកឬក៏មួយទៀតគាត់ជាអតិថិជនថ្មីគាត់ទៅតែចាប់ផ្ដើម saving point មួយបងអញ្ចឹងបងយកពាក្យថា create អញ្ចឹងបងអាចឲ្យគាត់ឲ្យលេខទូរស័ព្ទរបស់គាត់មកអូខេបងកន្លែង general នេះទៅបងសម្រាប់ general នេះគឺអត់បដូរកន្លែងនេះគឺសំដៅទៅលើប្រភេទ membership type របស់បងមានប្រភេទអីគេខ្លះបងខ្ញុំសុំបន្តិចកន្លែងនេះគឺតកតងទៅនឹង price level តើអតិថិជនដែលគាត់មកធ្វើការនេះជាមួយនឹងបងហ្នឹងគាត់ស្ថិតនៅក្នុង level មួយណាអញ្ចឹងឧទាហរណ៍ថាគាត់ចាប់ផ្ដើមសន្សំបន្ទុកជាមួយនឹងបងប៉ុន្តែគាត់ស្ថិតនៅក្នុង level general ទេក៏អត់ទាន់បានទៅ classic ឬក៏vintage អីផ្សេងៗនេះអញ្ចឹងបងវាយលេខទូរស័ព្ទរបស់គាត់ទៅត្រូវមកអញ្ចឹងខ្ញុំសូមបញ្ជាក់លេខទូរស័ព្ទបងកុំវាយ0ពីមុខហើយលេខទូរស័ព្ទទី1គឺជាលេខទូរស័ព្ទដែលអតិភិបដែលសន្សំបន្ទុកដែលឆែកបន្ទុកបាននៅក្នុង K-Store app ចាអញ្ចឹងបើសិនជាខាងលើនេះបងចង់ដាក់ជាលេខទូរស័ព្ទក៏បានដាក់ជាកូដក៏បានដែរចាអាស្រ័យទៅលើខាងបងតែពីខាងយើងដូចជាបងអត់មានកូដទេត្រូវយើងអត់មាន print card អីនៅខាងក្រៅទេដោយសារយើងប្រើ digital ទាំងអស់ជាងដើម្បីងាយស្រួលបងប្រើលេខទូរស័ព្ទនិងលេខកូដរបស់គាត់នឹងជាមួយគ្នាតែម្ដងទេបងតើមកតកតងទៅនឹងឈ្មោះបើសិនជាគាត់អាចប្រាប់បងបានបងអាចសួរគាត់បានអាចដាក់បន្ថែមបើអត់គឺជា optional ដែរអញ្ចឹងចំណុចដែលសំខាន់គឺលេខទូរស័ព្ទរបស់គាត់ហើយនឹង membership type តើគាត់ស្ថិតនៅក្នុង level មួយណាឧទាហរណ៍ថាខ្ញុំទិញពីបងខ្ញុំទិញទៅខ្ញុំស្ថិតនៅក្នុង level classic ឬក៏ general ចា៎តបមក birthday កន្លែងនេះគឺបងអាច attach បានបន្ថែមដោយសារតែបងមាន play promotion ជាមួយទៅនឹង birthday gift ដូចគ្នាដើម្បីឲ្យយើងដឹងថាតើនៅពេលដែលគាត់បោះដូររង្វាន់យើងឆែកមើលថាពិតជាថ្ងៃ birthday គាត់មែនអត់ចឹងបងអាចselect បានអូខេកុំដាក់ចាស់ពេកអូខេព័ត៌មានអីផ្សេងៗដែលពាក់ព័ន្ធមួយគាត់ករណីបងចង់ធ្វើការ memo បន្ថែមអាច memo បានបន្ថែមទៀតណាអូខេអញ្ចឹងខ្ញុំសុំ save ទុកអញ្ចឹងគឺនឹងបានព័ត៌មាន membership card របស់គាត់មួយនឹងតែម្ដងដែលស្ថិតនៅក្នុង level general មុននេះខ្ញុំចូលទៅ create ទៅណាបងអូខេអញ្ចឹងមកមុខងារផ្សេងរបស់យើងទៀតបងឃើញមានពាក្យថា reprint អញ្ចឹងបងអាចកំណត់សម្គាល់នៅកន្លែងនេះបើសិនជាដាច់អ៊ីនធឺណិតបង reprint អត់កើតទេចាមុនហ្នឹងអញ្ចឹងខ្ញុំសុំ consent មកវិញឥឡូវអ៊ីនធឺណិតខ្ញុំមកវិញខ្ញុំចូលទៅម្ដងទៀតបងឃើញ reprint ហ្នឹងបងអាចប្រើមកវិញបានអញ្ចឹងបើសិនជាបងឃើញពណ៌ខ្មៅវា disable ជាបងអញ្ចឹងមុខងារ reprint នេះករណីឧទាហរណ៍ថាខ្ញុំញ៉ាំហើយបន្ទាប់មកខ្ញុំបាត់វិក័យប័ណ្ណខ្ញុំត្រូវការវិក័យប័ណ្ណហ្នឹងទៅ claim នៅ office របស់ខ្ញុំឬក៏អីផ្សេងៗអញ្ចឹងគាត់អាចមកស្នើទៅ cashier គឺគាត់អាចធ្វើការ print មកវិញបានចាអញ្ចឹងមុន print អាចឲ្យគាត់ប្រាប់លេខទូរស័ព្ទដើម្បីបញ្ជាក់បន្ថែមឬក៏ប្រាប់អំពី
membership card របស់គាត់ឈ្មោះរបស់គាត់ណាចឹងបងអាចចូលមក detail បន្ថែមទៀតបើសិនជាយើងមានភ្ជាប់ជាមួយទៅនឹងកាតសមាជិករបស់គាត់គឺនឹងឃើញបន្ថែមតែករណីនេះដោយសារតែយើងអត់មានជាការភ្ជាប់ជាមួយទៅនឹងកាតសមាជិកវាចាត់ general ហ្នឹងចាត់ general គាត់មិនស្គាល់បន្ទូទេយកមានលេខទូរស័ព្ទទេប៉ុន្តែគាត់ order របស់យើងចូលហើយគាត់ចង់បាន receipt ថ្មីអញ្ចឹងអាហ្នឹងយើងត្រូវសួរនិយាយទៅកន្លែងនេះគាត់ទៅលុះត្រាតែមានអីចំណាំមួយបងចាព្រោះអី receipt យើងមួយថ្ងៃគឺច្រើនអញ្ចឹងអត់អាចយើងចាំអស់ថាគាត់មកលេខ receipt របស់គាត់មួយណាយល់បងហើយមួយវិញទៀតក៏បងអាច print back date ដែរលើ receipt ហ្នឹងឧទាហរណ៍ថាខ្ញុំមកតាំងពីម្សិលមិញថ្ងៃនេះបាទខ្ញុំមកស្នើសុំវិក័យប័ត្រពីខាងបងម្ដងទៀតអញ្ចឹងបងអាច back date ថយក្រោយបងអាចចុចប៊ូតុង search បានអញ្ចឹងនឹងចាប់ទាក់ទងទៅនឹងការលក់របស់បងនៅក្នុងថ្ងៃ24យល់បងអូខេចាចុចបោះពុម្ពនឹង print ម្ដងទៀតអញ្ចឹងលើវិក័យប័ត្ររបស់យើងនឹងបញ្ជាក់ដូចគ្នាដែរថាជាប្រភេទវិក័យប័ត្របោះពុម្ពឡើងវិញអូខេអញ្ចឹងសារ៉ាប់នៅឡើងនេះខ្ញុំបានបញ្ជាក់ជូនបងនៅខាងលើនេះហើយសូមអត់ detail ទេសម្រាប់មុខងារមួយ data ឬក៏មុខងារទាញទិន្នន័យនេះគឺករណីដែលបងជា cashier បងកំពុងតែបើកលក់អីបន្ទាប់មកផ្នែក back end គឺគាត់មានធ្វើការ update តាក់ទងទៅនឹង promotion ថ្មីឬក៏ធ្វើការ update តាក់ទងទៅនឹង menu ថ្មីអញ្ចឹងដើម្បីបងទទួលបានទៅលើ data ចុងក្រោយមួយហ្នឹងបងអាចធ្វើការទាញទិន្នន័យមួយដើម្បីបង refresh យក data ចុងក្រោយដែលគាត់បានធ្វើការ update ប៉ុន្តែបើសិនជាគាត់ update ហើយបានបងចូលទៅកន្លែងនេះបងអត់ចាំបាច់ធ្វើការទាញម្ដងទៀតទេអូខេសម្រាប់ memo នេះគឺជាការកំណត់សម្គាល់ដូចគ្នាតែកំណត់សម្គាល់លើវិក័យប័ត្រទាំងមូលយើងមាន2ទេបងខ្ញុំសូមហៅម្ដងទៀត memo នៅកន្លែងនេះគឺកំណត់សម្គាល់ by item memo នៅកន្លែងនេះគឺកំណត់សម្គាល់លើវិក័យប័ត្រទាំងមូលហើយបន្តមក story នៅកន្លែងនេះគឺតកតងទៅនឹងការ comment ទៅលើ story របស់អតិថិជនចង់ឧទាហរណ៍ថាខ្ញុំរើស membership មួយសិនទៅតែបងរើស membership ហើយបានបងអាចធ្វើការ comment លើ story របស់គាត់នឹងបានអញ្ចឹងកន្លែងនេះអាចថាជា record បន្ថែម internal ខាងក្នុងយើងឧទាហរណ៍អតិថិជននឹងពេលដែលគាត់មកមានបញ្ហាអីគេឬក៏គាត់អាចថាជាព័ត៌មានដែលបងចាំបាច់ត្រូវតែធ្វើការបំពេញបន្ថែមសុំតិចអញ្ចឹងបងអាច comment បានចុចឧទាហរណ៍ចាអញ្ចឹងចុចពាក្យថា add អញ្ចឹងគឺវានឹងធ្លាក់ story ហ្នឹងនៅកន្លែងហ្នឹងជូនបងតែម្ដងអញ្ចឹងសម្រាប់បងមានច្រើនទីតាំងទៅមុខទៀតអញ្ចឹងករណីគាត់ចង់ view story នេះគឺគាត់អាច check បានបន្ថែមគ្រប់ទីតាំងទាំងអស់ពី cashier ដែលគាត់បាន comment ដល់អតិថិជននឹងគាត់មកគាត់គាត់រករឿងឬក៏មានបញ្ហាអីណាមួយជាមួយនឹងខាងគាត់អញ្ចឹងបងអាចកំណត់សម្គាល់ពេលថ្ងៃដែលគាត់បានធ្វើការ comment ដូចគ្នាហើយនឹងម៉ោងដូចគ្នាផងដែរចាបងមានអីបន្ថែមទៀតទេបងទៅលើចំណុចតូចៗនេះមុននឹងខ្ញុំទៅមុខបន្តទៀតបងអត់មានទេខ្ញុំសូមបន្តទៅទៀតណាបងចាសម្រាប់មុខងារបញ្ជីនេះខ្ញុំសូមបង្ហាញបងក្រោយគេខ្ញុំសូមចូលមកតទៅនឹងការរីឌៀមនៅកន្លែងនេះគឺតទៅនឹងការដូររង្វាន់ឬក៏កូដប៉ុនដោយដែលខ្ញុំបានសូបងទៅលើ app មុននឹងដូចគ្នាដែរប៉ុន្តែក្នុងករណីដែលអតិថិជនគាត់ដឹងតែគាត់មានបន្ទុកអីហើយគាត់អត់ចង់ចូលទៅធ្វើការដូរកូដប៉ុននឹងខ្លួនឯងឯងគាត់ចង់ដូរជាមួយនឹងបងភ្លាមអញ្ចឹងបងអាចចូលមកធ្វើការរីឌៀមអញ្ចឹងមុននឹងបងរីឌៀមបានលុះតែបងហៅកាត់សមាជិករបស់គាត់មកសិនណាបងកាត់សមាជិករបស់គាត់មកសិនហើយបងចូល redeem អញ្ចឹងបងនឹងឃើញតកតងទៅនឹងតំណែងដែលយើងអាចធ្វើការ redeem ឬក៏អ្វីដែលយើងអាចធ្វើការ redeem បានអញ្ចឹងបងឃើញបើសិនគាត់ចង់បានកូប៉ុន$2លុះត្រាតែគាត់មានបន្ទុកចំនួន5បើសិនគាត់ចង់ដូរយកត្រេងមួយកែវលុះត្រាតែគាត់មានបន្ទុកចំនួន13បន្ទុកចាអញ្ចឹងឧទាហរណ៍ថាខ្ញុំជាអតិថិជនខ្ញុំចង់ដូរយកត្រេងមួយអញ្ចឹងបងអាច exchange ជូនគាត់ភ្លាម
សុំចាំតិច អញ្ចឹងទៅពេលដែលបងធ្វើការ exchange រួចរាល់នឹងមានបោះ message ដែលដោយតែបងបានឃើញមុនហ្នឹងអញ្ចឹងណាបងអញ្ចឹងបងអាចចុច consent មកវិញអញ្ចឹងបងនឹងឃើញអតិថិជនហ្នឹងគឺមាន coupon គាត់មួយនៅខាងក្រោមដែរនេះអញ្ចឹងឧទាហរណ៍ថាខ្ញុំមកទិញ green tea មួយហើយខ្ញុំដូរបាន drink មួយកែវទៀតអញ្ចឹងខ្ញុំចង់យកនៅក្នុងពេលហ្នឹងចាអញ្ចឹងខ្ញុំចុចមកខ្ញុំចុចលើ drink មួយហ្នឹងសុំតិចអញ្ចឹងបងនឹងឃើញឲ្យបងធ្វើការ select មែនខ្ញុំទេខ្ញុំមែនអូខេបងសុំតិច ចង់ធ្វើការដូរយករង្វាន់របស់គាត់ឬក៏ជាកូប៉ុនរបស់គាត់បងចូលមកគឺនឹងឃើញគាត់ធ្វើការ select ដើម្បីធ្វើការកាត់កងតាក់ទងទៅនឹងកូប៉ុនរបស់គាត់ហ្នឹងចាំបងជួយ consent មកវិញមកចាំបងឃើញតាក់ទងទៅនឹងកូប៉ុនហ្នឹងបងឃើញមានពាក្យ V ពីបុកតំណាងឲ្យ voucher ឬក៏ voucher បងចាអញ្ចឹងបងឃើញតម្លៃគឺ00អត់ចាត់ទេដោយសារតែគាត់កាត់កងជាមួយទៅនឹងកូប៉ុនឬក៏ voucher ដែលគាត់មានចាអញ្ចឹងបងអាចធ្វើការ payment បានចឹងវាចាប់តែតម្លៃដែលគាត់ទិញនេះទេអញ្ចឹងនៅពេលដែលធ្វើការ payment នៅកន្លែងនេះបើសិនជាគាត់មាន coupon ក្រៅពី voucher ហ្នឹងទៀតនឹង load មកជូនបងបន្ថែមទៀតប៉ុន្តែគាត់អត់គ្រប់លក្ខខណ្ឌទេដោយសារ coupon របស់យើងលុះត្រាតែគាត់ទិញអស់$5ទៅគាត់អាចកាត់កងបានប៉ុន្តែជាក់ស្ដែងគឺគាត់ទិញទៅអស់យើង$1.39ទេចាបងចុះអាចចុច consent មកវាចូលទៅដល់ការបង់ប្រាក់ធម្មតាអូខេចឹងខ្ញុំសុំ print មួយសុំ consent វិញអូខេបងអញ្ចឹងបញ្ចប់ហើយការទិញរបស់យើងណាបងអញ្ចឹង status លើ line នេះគឺដូចគ្នាបើសិនជាខាង barista គាត់អត់ចុចទេបងអាច follow up គាត់បានចាសារឃើញគោច្រើនអញ្ចឹងណាបងមានជាសំណួរអីទៀតទេបងថតបានមកពុកពីចិនខ្ញុំឆាយតែមួយលើថតអូខេអរគុណបងខ្ញុំសុំដល់មកវាចេញសិនអីជិះគាត់ប្រើប្រាស់ការ top up លើ app អត់ឲ្យ top up ជាមួយទៅនឹង cashier ទេពីខាងយើងណាបងតែពីខាងបងមកវិញបើសិនជាបងថាបងអាចឲ្យ cashier គាត់ top up មួយអតិថិជនផ្ទាល់បានអាហ្នឹងគឺអាចធ្វើបានពីខាងយើងតែពីខាងយើងអត់សូវ recommend ទេចាឲ្យគាត់ top up នៅក្នុង app មកវិញthì process មួយ take time ឬក៏បច្ចុប្បន្នទៅលើ feature របស់យើងគឺយើងអត់ take time ទេបងប៉ុន្តែយើងនិយាយអំពី experience ដែលយើងធ្លាប់ជួបមកវិញអាចថាអាស្រ័យទៅតាម cashier ដូចគ្នាដែរពេលខ្លះអាចនឹងមានបញ្ហាលើការ top up ហ្នឹងឬក៏មួយទៀតពីអតិថិជនមកវិញឧទាហរណ៍ថាគាត់អត់បាន top up មួយយើងទេប៉ុន្តែគាត់ដូចជាមានការបកកែកគ្នាឬក៏អីផ្សេងអញ្ចឹងដែលថាគាត់បាន top up នៅក្នុងថ្ងៃណាពេលណាឬក៏អាចថាមានករណីច្រើនទៀតបងអញ្ចឹងបានយើងថាបិទ case ហ្នឹងតាមបទពិសោធន៍ដែលយើងធ្លាប់ជួបគឺរីកកម្លាំងអតិថិជនគាត់ចូលទៅ top up ខ្លួនឯងតែម្ដងអត់មានបញ្ហានឹងកើតឡើងអញ្ចឹងចឹងខ្ញុំសូមចូលទៅក្នុងមុខងារមួយទៀតគឺមុខងារចុងក្រោយគេគឺតកតងទៅនឹងការបញ្ជីបេឡាកនៅពេលដែលបិទស៊ីបងជាងបច្ចុប្បន្នបងមាន van មួយឬក៏2 van ដាច់ដោយឡែកពីគ្នាដែរអូខេបងចឹងយើងបិទទៅតាម van នីមួយៗដូចដែលបងធ្លាប់ប្រើទូទៅដែរទេចាអញ្ចឹងបងចូលមកគឺនឹងឃើញតកតងទៅនឹងស្លឹកលុយដែលបងត្រូវតម្រូវឲ្យបងធ្វើការរាប់បងចាអញ្ចឹងបងអាចបញ្ចូលបានបើខាងក្នុងរបស់បងតម្រូវឲ្យបងរាប់ស្លឹកលុយចាអញ្ចឹង$1ដល់$10 100រៀលដល់100000រៀលចាមួយវិញទៀតបើសិនជាបងអត់រាប់ទេបងវាយចូលនៅកន្លែង order នេះស្មើនឹង total ចុងក្រោយដែលបងរាប់ឃើញចឹងខ្ញុំសុំវាយ total ចុងក្រោយតែម្ដងព្រោះតែខ្ញុំលក់ខ្ញុំរាប់ឃើញ$130បន្ទាប់មកលុយខ្មែររបស់ខ្ញុំមានចំនួន$3500ចឹងលុយដែលបងរាប់ចូលបងរាប់ឃើញមកជាក់ស្ដែងបងវាយចូលប៉ុណ្ណឹងណាបងចាខ្ញុំសុំទីមកខំតិចសុំដក0មួយសិនអូខេអញ្ចឹងបន្តមកទៀតបងនឹងឃើញតទៅនឹងទឹកប្រាក់ដែលបង open seat ដែលយើងបានបញ្ចូលមុនហ្នឹងបង
ចាអញ្ចឹងដុល្លារ50លុយខ្មែរ20,000ទៀតហើយបងនឹងឃើញតេតងទៅនឹងទឹកប្រាក់រំពឹងទុកអញ្ចឹងខ្ញុំសូមបញ្ជាក់តិចទឹកប្រាក់ដែលរំពឹងទុកគឺស៊ីសឹមនឹងធ្វើការកណនាយកទឹកប្រាក់បើកវេនរបស់បងទាំងពីរបូកជាមួយទៅនឹងទឹកប្រាក់ដែលបងលក់បានជាខែអញ្ចឹងទឹកប្រាក់រំពឹងទុកបើសិនករណីគាត់ទូទាត់តាមរយៈ ABA AC ឬក៏ credit card អីផ្សេងៗគឺវាអត់រត់ចូលទឹកប្រាក់រំពឹងទុកហ្នឹងទេព្រោះការរាប់សន្លឹកលុយគឺយើងរាប់តែលុយជាក់ស្ដែងខាងក្រៅដែលយើងមានចា៎អញ្ចឹងគឺវាយកទឹកប្រាក់ open sea បូកជាមួយទៅនឹងទឹកប្រាក់ដែលបងលក់បានជាខែស្មើនឹងទឹកប្រាក់រំពឹងទុកបន្ទាប់មកទឹកប្រាក់ដែលខាងគឺសម្រាប់ទៅលើទឹកប្រាក់ដែលបងរាប់ឃើញជាក់ស្ដែងនៅខាងលើអញ្ចឹង system រំពឹងទុកគឺខ្ញុំសូមអស់ចូលមកក្នុងតិច$132.11តែបងរាប់ឃើញ$132.02អញ្ចឹងវាអាចនឹងលំអៀងកាក់សែននៅឡើងនេះ expect ចាបងមានថា account នេះវាយកពីហ្នឹងបូកតាមភាពជាក់ស្ដែងដែលបងរាប់បានរំពឹងទុកគឺយកទឹកប្រាក់ដែលបង open sea បូកជាមួយទៅនឹង cash ចូលគ្នាស្មើនឹងទឹកប្រាក់រំពឹងទុកចាបងអញ្ចឹងកន្លែងនេះគឺជាវ៉ារៀនអញ្ចឹងបើសិនជាបងឃើញដកមានន័យថាបាត់លុយហើយចាឃើញអវិជ្ជមានណាបងអញ្ចឹងអាចថាពេលខ្លះបងអាប់ឲ្យអតិថិជនលើសឬក៏អីផ្សេងអញ្ចឹងណាបងពេលខ្លះវាអាចនឹងលំអៀងកាក់សែនដែរដូចករណីនេះអីអាចនឹងមានកាក់សែនឬប៉ុន្តែភាគច្រើនដូចជាច្រើនទៅលើសច្រើនជាងនិយាយបង expect បង expect យេលើចំណុចនេះមានជាសំណួរអីបង បងទៀតអាហ្នឹងពេលដែលយើងបិទទៅយកអីយើងបិទមួយថ្ងៃពេញហ្មងក៏បិទបែបហ្នឹងហើយបិទតាមវេនក៏បិទបែបហ្នឹងជាបងអានេះគឺជាការបិទតាមវេនហើយបិទប្រចាំថ្ងៃមានមួយទៀតចេះបងបិទតាមវេនអូខេមានជាសំណួរអីទៀតទេខ្ញុំទៀតពេលដែលយើងបិទតាមវេនយើងបិទបែបណាហើយយើងត្រូវ log in ឈ្មោះហើយនឹងpassword ថ្មីទៀតត្រូវនិយាយបងមានថាអ្នកក្រោយវេនរបស់គាត់ថ្មីគឺគាត់ log in username password ថ្មីរបស់គាត់អូខេអូខេបងអញ្ចឹងខ្ញុំសូមបញ្ជាក់នៅពេលដែលបងបិទនេះគឺត្រូវការអ៊ីនធឺណិតណាបងចាអូខេខ្ញុំចុចយកប្រូអញ្ចឹងនឹងធ្វើការ transfer data នោះទៅកន្លែងរក្សាទុកហើយនឹងមានជាការ print ចុងសន្លឹកមួយជូនបងចាហើយនឹងធ្វើការ log out auto ចេញពី system user របស់បងអញ្ចឹង user ក្រោយគឺគាត់ log in user របស់គាត់ចូលធម្មតាអូខេអញ្ចឹង user ខាងបងជាអ្នក control ឯងនិយាយបងអៀនប្រហែលអូខេបងអញ្ចឹងអ្នកក្រោយដែលគាត់ចូលមកគឺគាត់បើកវេនរបស់គាត់ដូចគ្នាអញ្ចឹងនៅពេលដែលបងដកលុយចេញគឺបងដកតែលុយដែលបងលក់បាននេះលុយ open sea គឺទុកឲ្យគាត់ដដែលអញ្ចឹងអាចថាខាងបងមុននេះហៅថាជាលុយអីគេបងរៀងខុសគ្នាតិចណាPetty cash លុយកង់អូខេខាងខ្ញុំប្រើពាក្យ open sea មកវិញអូខេបងចាជាបងចាអញ្ចឹងករណីបងសួរមុនហ្នឹងគឺលើការបិទបញ្ជីប្រចាំថ្ងៃអញ្ចឹងឧទាហរណ៍ថាវេនដែលខ្ញុំបិទមុនហ្នឹងគឺជាវេនចុងក្រោយគេហើយខ្ញុំត្រូវបិទបញ្ជីប្រចាំថ្ងៃមួយទៀតដោយសារតែគាត់ជាអ្នកវេនក្រោយគេអញ្ចឹងគឺគាត់គ្រាន់ log in username របស់គាត់មកដូចធម្មតាបន្ទាប់មកគាត់កុំចុចយកព្រមគឺគាត់ចូលមកពាក្យ closing daily balance ចាចឹងមានថាគាត់ទៅបិទបញ្ជីប្រចាំថ្ងៃឯងក៏អត់ចូលទៅបើកវេនរបស់គាត់ទេអញ្ចឹងគឺបងនឹងឃើញនៅកន្លែងនេះបងឃើញមួយថ្ងៃហ្នឹងវេនទី1គាត់លក់បានវេនទី2លក់បានហើយឃើញម៉ោងរបស់គាត់តែបាន log in log out ចូលចុះបងចុចជាបងបើសិនជាវេនប្រើគឺយើងចុចយកអូខេដល់ពេលវេនថ្ងៃមកគឺយើងយកពាក្យថាclosing អត់ទេបងមានន័យថាចេះខ្ញុំសុំ cancel មកវិញណាអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំជាវេនចុងក្រោយគេហើយខ្ញុំបិទបញ្ជីបេឡាកខ្ញុំហើយខ្ញុំជា cashier បន្ទាប់មកអ្នកវេនចុងក្រោយហ្នឹងគឺតម្រូវឲ្យគាត់បិទប្រចាំថ្ងៃមួយទៀតចាអញ្ចឹងគឺគាត់ log in username របស់គាត់មកធម្មតាដូចដែលគាត់បើកវេនរបស់គាត់ដែរប៉ុន្តែគាត់កុំចុចពាក្យថាយល់ព្រមស្មើនឹងគាត់បើកវេនរបស់គាត់លក់ទៀតដែរចាអញ្ចឹងគាត់enter username password របស់គាត់ឲ្យគាត់យក close daily balance ចឹងចាវាថាវាថាបែបព្រឹកមកគឺយើងចុចវាយទឹកលុយឲ្យអស់គឺយើងយកពាក្យ offer ចាបងចាបើកវេនលក់មានថាបើកវេនលក់
ចាតែវិញចុងក្រោយនេះយើងអត់បើកលក់ទៀតទេយើងទៅបិទប្រចាំថ្ងៃអូខេអញ្ចឹងខ្ញុំយក closing daily អូខេអញ្ចឹងបងអាចយកពាក្យថា closing daily print បានអញ្ចឹងនៅមានវិក័យប័ណ្ណមួយជូនបងឲ្យសរុបព្រមអញ្ចឹងខ្ញុំសូមបញ្ជាក់ដែរអញ្ចឹងឧទាហរណ៍ថាបងលក់ម្សិលមិញបងអាចបានបញ្ជីប្រចាំថ្ងៃថ្ងៃហ្នឹងបាត់បងមកធ្វើការ print អញ្ចឹងមានថាបង print 2ថ្ងៃចូលគ្នាតែមួយញែកអត់បានទេដោយសារម្សិលមិញបងអត់បានប័ណ្ណផងអញ្ចឹងវានឹងតគ្នារហូតណាបងចាអញ្ចឹងបើសិនជាឧទាហរណ៍ថាល្ងាចមិញបញ្ញាប់អត់បានប័ណ្ណទេអញ្ចឹងអាចវេនល្ងាចហ្នឹងផ្ដាំទៅ cashier ពេលព្រឹកឲ្យប័ណ្ណទៅហើយមុននឹងធ្វើការលក់វេនថ្មីថ្ងៃថ្មីអញ្ចឹងក៏បានដូចគ្នាដែរពេលដែលវាចេញមកចូលគ្នាគឺវាចេញមកតទៅគ្នាចេញវាមិនចូលគ្នាមិនតាមវេនចូលគ្នាចឹងអូខេចឹងបងគាត់ print ពាក្យថា close daily និងបញ្ចប់ការបញ្ជីប្រចាំថ្ងៃនិងចិញ្ចុងស្លឹកមួយជូនបងដូចគ្នាអូខេខ្ញុំសុំចុចតែបើសិនជាយើងអត់តាមនោះពេលដំឡើងយើងមកព្រីគឺអត់អីទេបងមិនថាវាចាប់ទៅនៅក្នុងម្សិលមិញដដែលណាបងចឹងខ្ញុំ print រួចរាល់ហើយ consent មួយសិនអូខេចឹងគឺគាត់អាចបើកវេនរបស់គាត់លក់បន្តទៀតបានទៅនឹងស្អែកឡើងចាស្អែកឡើងអញ្ចឹងគាត់បិទ delete ហើយគាត់អាច consent មកវិញហើយបិទ PDF ចោលបញ្ចប់ការលក់ចេះបងមានជាសំណួរអី